កាលពីម្សិលមិញខ្ញុំបានផុសរូបសាក់របស់ខ្ញុំឃើញបងឆាត់សួរច្រើនមែនតើថាខ្ញុំទៅសាក់នៅណាឥឡូវថ្ងៃនេះខ្ញុំធ្វើវីដេអូប្រាប់ពីកន្លែងដែលខ្ញុំទៅសាក់ខ្ញុំសាក់ហ្នឹងគឺខ្ញុំទៅសាក់ជាមួយនឹងជាងខ្មែររបស់យើងហើយគាត់នៅខាងភ្នំថេកនិយាយទៅពីផ្ទះខ្ញុំទៅខាងភ្នំថេករៀងឆ្ងាយដែរអ្នកខ្ញុំជិះប្រហែលជា40នាទីទៅ1ម៉ោងហើយដែរហ្នឹងមិនដល់ហើយនេះមកដល់ហាងរបស់គាត់ហើយនិយាយទៅហាងរបស់គាត់ក៏រៀបចំស្អាតទៅចេញមកឡើងបែបចេញមកបែបអ្នកចាក់សាក់ហ្មងណាមុននឹងខ្ញុំទៅចាក់មួយគាត់ខ្ញុំក៏ research មើល page របស់គាត់ហើយដែរនិយាយទៅឃើញគាត់រៀបចំបានស្អាតកន្លែងរបស់គាត់មានអនាម័យព្រោះខ្ញុំធ្លាប់ទៅចាក់សាក់នៅច្រើនកន្លែងហើយកន្លែងជើងកូរ៉េខ្លះគាត់រៀបចំអត់សូវមានអនាម័យឯមើលមកវាអត់សូវមានផាសុខភាពសោះប៉ុន្តែកន្លែងគាត់រៀបចំបានស្អាតមើលមកមានផាសុខភាពសម្រាប់យើងហ្មងហើយបើខ្ញុំវិញហៅរុកសាក់វិញខ្ញុំអត់បានរើខ្លួនឯងទេខ្ញុំគ្រាន់តែប្រាប់គាត់ថាខ្ញុំចង់សាក់នៅកន្លែងណាហើយខ្ញុំចង់សាក់អក្សរបែបណាគាត់ជាអ្នករករូបឲ្យខ្ញុំមើលថាខ្ញុំស្រឡាញ់បែបម៉េចហើយគាត់ design ឲ្យខ្ញុំមើលទៀតថាកន្លែងហ្នឹងគួរដាក់ពណ៌អីស្អាតមើលទៅវាស្អាតហើយមិនដែរអញ្ចឹងណាអូយទៅខ្ញុំពេញចិត្តខ្លាំងហ្មងមួយសេវាកម្មរបស់គាត់ហើយការងាររបស់គាត់មួយចេញមកលំអិតចិត្តផ្ចង់ខ្លាំងហ្មងគាត់វាស់គាត់គូបិទឲ្យខ្ញុំតដាពីបេះដូងហើយគាត់ប្រាប់ខ្ញុំថាសម្រាប់ចិត្តមើលឲ្យច្បាស់តសាក់ហើយគឺជាប់ហើយរុកសាក់ជាមួយនឹងទំហំដែលយើងបានវាស់វែងហ្នឹងគាត់បានយកទៅ print តាមម៉ាស៊ីននេះមកតំណងខ្លាំងមែនតើខ្ញុំមិនដែលដឹងថាគេមានម៉ាស៊ីន print សាក់អញ្ចឹងណាព្រោះខ្ញុំកាន់ចាក់សាក់យូរក្រោយពី print ហើយបងគាត់បានយកមកបិទមើលថាត្រូវដាក់កន្លែងណាអីកន្លែងណាគាត់គូសចំណាំដើម្បីឲ្យដឹងអញ្ចឹងណាពេលដែលគូសហើយគាត់បានលាបថ្នាំដើម្បីឲ្យបិទកណ្ដាស់ print វិញវាជាប់ជាមួយនឹងសាច់របស់យើងអញ្ចឹងណាបើខ្ញុំវិញខាងសបាយអហឹកហាក់ហ្មងឯមែនខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់សាក់ខ្លាំងបន្ទាប់ពីបងគាត់បានបិទជូតឲ្យខ្ញុំហើយអស់ហើយគាត់ឲ្យខ្ញុំទៅមើលកញ្ចក់សម្ងាត់ម្ដងទៀតថាកន្លែងហ្នឹងជាកន្លែងដែលខ្ញុំចាក់មែនអត់ហើយបើខ្ញុំអូខេអស់ហើយគាត់ក៏ទៅក្លុកទឹកថ្នាំក្លុកមិនក្លុកដៃទេណាគេ super ម៉ាស៊ីនក្លុកអូយក្លីបស្លប់ហ្មងកន្លែងបងឯមែនហើយនេះជាមជុលដែលគាត់ប្រើខ្ញុំមកចាក់សាក់ឲ្យខ្ញុំខ្ញុំគាត់តែឃើញមជុលខ្ញុំស្រាវខ្លួនដែរឯមែនហើយខ្ញុំមកមនុស្សខ្លាចមជុលខ្លាំងណាស់ខ្ញុំមានប្រាប់គាត់ថាបងអើយខ្ញុំខ្លាចមជុលចេះ1ចេះ2ចេះ3គាត់ថាខ្ញុំបរាគាត់ថាខ្លាចមជុលអីអូនឯងសាក់ឡើងច្រើនកន្លែងហ្នឹងនៅខ្លាចមជុលអីពេលហ្នឹងខ្ញុំថាខ្ញុំតាមពិតជាមនុស្សម្នាក់ដែលខ្លាចមជុលគាត់ថាខ្ញុំស្រឡាញ់សាក់ប៉ុន្តែអត់និយាយលេងណាណោះគ្នាបើសិនជាខ្ញុំនិយាយគាត់ថាខ្ញុំកុហកតាមពិតកន្លែងបងដែលគាត់សាក់ឲ្យខ្ញុំគាត់ពិតជាសាក់ឲ្យខ្ញុំអត់ឈឺហ្មងអត់ឈឺវាអត់ឈឺព្រោះខ្ញុំធ្លាប់សាក់កន្លែងផ្សេងកន្លែងខ្លះឈឺខ្លាំងមែនតើខ្ញុំសួរគាត់ថាបងមិនបានមូលហេតុអីបើយើងសាក់ទៅកន្លែងខ្លះឈឺកន្លែងខ្លះឈឺខ្ញុំគាត់ថាវាមានពីរហេតុផលទី1ហ្នឹងដោយសារតែអាចមកពីទឹកដៃរបស់ជាងហេតុផលទី2ដោយសារតែថ្នាំហើយធម្មតាជាងសាក់គេត្រូវការផ្ចង់អារម្មណ៍មានណាខ្ញុំនេះនាំគាត់និយាយរហូតហើយនាំគាត់និយាយគាត់នៅតែសាក់ឲ្យឡើងស្មើឡើងស្មូតហ្មងហើយបងគាត់សាក់ស្អាតហើយគាត់និយាយទៅមនុស្សគាត់រស់រាយរាក់ទាក់ទៀតខ្ញុំចូលចិត្តដល់គ្នាពេលដែលយើងទៅសាក់ជាមួយគាត់យើងអត់មានអារម្មណ៍ថាយើងរៀង stress ឬមួយក៏អីនេះរបៀប relax អ្នកនរគ្នាគ្រាន់តែមើលនេះគាត់សាក់ចេញមកឡើងចិត្តផ្ចង់ហ្មងហើយរូបសាក់របស់ខ្ញុំនេះយើងអត់ចំណាយពេលយូរទេនិយាយទៅបើពេលចាប់ផ្ដើមសាក់ហ្មងចំណាយពេលដូចជាតែ20នាទីគឺហើយខ្ជូតខ្លាំងមែនតើអត់ក៏ឲ្យសាក់ចេញមកឡើងស្អាតប៉ុន្តែបងគាត់ចេះតែ5តែចេះសាក់ឲ្យរៀងធំជាងនឹងបន្តិចស្អាតដោយសារតែខ្ញុំមុខសាក់រៀងធំខ្ញុំមានច្រើនអញ្ចឹងលើកនេះខ្ញុំស្រឡាញ់បែបរៀងទូចមកទៅវារៀងខ្ជូតហើយបើណាគេចង់សាក់អីបងអាចធ្វើការឆាទៅគាត់បាននិយាយទៅបងអត់និយាយលេងណាកន្លែងរបស់គាត់ស្អាតមានអនាម័យហើយគាត់ធ្វើចេញមកទឹកដៃរបស់គាត់គឺស្អាតខ្លាំងមែនតើវាសឹងថាស្អាតជាងអីដែលយើងរំពឹងទុកទៀតព្រោះធម្មតាអ្នកដែលគាត់ធ្លាប់សាក់ហើយចូលចិត្តសាក់ដូចខ្ញុំអញ្ចឹងគឺគាត់ដឹងហ្មងថាមិនជាងសាក់នៅកូរ៉េមានច្រើនណាហេតុអីបានខ្ញុំជ្រើសរើសយកគាត់ដោយសារតែខ្ញុំអាសាមើលវីដេអូដែលគាត់ផុសទៅឃើញថាគាត់សាក់ចេញមកស្អាតហើយរូបចេញមកវាច្បាស់ល្អអញ្ចឹងហើយខ្ញុំក៏សម្រេចចេះសាក់មួយគាត់ទៅអត់មែនលើកទៅសារលើកជើងអីទេប៉ុន្តែគាត់ពិតជាសាក់ស្អាតមែនដល់ខ្ញុំមើលនេះរីសាល់ចេញមកស្អាតខ្លាំងមែនតើខ្ញុំអត់និយាយលេងអត់ឈឺទៀតហើយសាក់ទូចប៉ិនរបស់ខ្ញុំនេះគាត់យកតែ100000នេះបងនិយាយទៅស្អាតខ្លាំងហ្មងសឹងថា100000គឺអត់ថ្លៃហ្មងដល់ស្អាតមែនតើហ៊ាននិយាយថាស្អាតអត់មានសាក់ចេញមកបែកទេណាសាក់ឡើងស្មើអសហើយចេញមកដុតច្បាស់ស្អាតខ្លាំងអត់ក៏ហើយដល់ខ្ញុំស្រឡាញ់ខ្លាំងមែនតើគាត់តែឃើញសាក់ហើយគឺខ្ញុំបិទមកអត់ចិត្តទេវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងបងអរគុណច្រើនវីដេអូនេះសម្រាប់តែអ្នកចូលចិត្តសាក់ដូចខ្ញុំឯណាបងណាគេអត់ចូលចិត្តអាចអស់រំលងបានមិនមែនជាការអស់ទាញតាក់ទាញឲ្យទៅចាក់សាក់អីទេអានេះចេះក្តីស្រឡាញ់រៀងខ្លួនអរគុណបាយបាយ